ចាមកទៀតហើយបងប្អូនថ្ងៃនេះមកកាត់តវីដេអូដែលនាងខ្ញុំហើយចូលរួមកម្មវិធីក្មួយស្រីនៅខាងកបៅបងប្អូនគាត់ថារៀបការណាកម្មវិធីយើងមកជប់លៀងតែខ្ញុំមកដល់ទទួលអត់គេចិត្តចាប់ហើយបងប្អូនអើយនៅ TikTok មកពីដាំថ្លងល្ងាចហើយក៏យើងរៀបចំពាក់ខោទៅរឹមរួចតែងមុខតែងមាត់បន្តិចតូចបងប្អូននេះមកដល់កមុំគេកាត់នំខេកបងប្អូនមកដល់គេនេះផាតាសកម្មភាពគេកាត់នំខេកបងប្អូនដោយសារយើងបងប្អូនចិត្តស្និទ្ធក្រិនយើងអាចមកឈរថតគេបានណាបងប្អូនបើចូលរួមកម្មវិធីផ្សេងអត់ហ៊ានទៅប៊ីតគេទេបងប្អូនបាទលើកនេះក៏ដោយសារកូនមេក្មេកខ្ញុំហ្នឹងត្រូវជាប្អូនមេក្មេកខ្ញុំបកើតណាប្អូនពៅដល់នេះកូនពៅកាត់ទៀតតទៀតរៀបការនេះអានេះបងវាបកើតបងអាប្អូនអាពៅនោះគេការមុនហើយអាប្អូននៅស៊ីងកលហើយបងប្អូនថ្ងៃបានប្រពន្ធទេកើតកំឡោះចាស់ហើយនេះកូនកំមុំគេរំភើបបានមិត្តភ័ក្តិបងប្អូនដែលគាត់ថាសប្រៃទិញនំខេកមកសប្រៃជូនពរថ្ងៃរៀបអាពាហ៍ពិពាហ៍គាត់ណាបងប្អូននេះដល់ពាក់ខ្ញុំមកហូបហើយបងប្អូនដោយសារយើងទៅដល់ភ្លាមគេកាត់នំខេកភ្លាមយើងមកថតពីនំខេកភ្លាមណាបងប្អូនសម្រាប់នឹងបានមកអង្គុយហូបវិញបងប្អូនគេកាត់នំខេករួចគេចាក់បាសរឹមហើយបងប្អូនតែខ្ញុំអត់បានតន់នេះទេឡៃហូបឡៃក្លែមសិនបងប្អូនបើយើងអត់ដាក់ស្រាចូលពោះទេយើងរមអត់ចាញ់ទេបងប្អូននេះក៏យើងចាប់ផ្ដើមអស់មកកំប៉ុងពីរកំប៉ុងហើយក៏ចាប់ដើមស្រេស្រង់នេះមុខម្ហូបយើងមុខម្ហូបថ្ងៃហ្នឹងច្រើនណាស់បងប្អូនយើងថាមើលទៅវារាំងបោបូណាដោយសារយើងអត់មានភ្ញៀវច្រើនទេតខ្ញុំនេះតក្រោយគេនោះមានតែប្រហែលអ្នក2 3អ្នកបើតគេមកមុនគេបានពេញនេះគេចេញទៅអស់ខ្លះហើយបងប្អូនគេចាប់ផ្ដើមរើហើយចាប់ដើមទៅវិញបន្តថតតម្រង់ទៅអ្នកកាត់ត្រាទេចាំពូពជាការពារកាត់ធ្វើចូលមកសួរសុខទុក្ខមិត្តភក្តិគាត់ណាដល់វគ្គយើងជល់ងាកដល់មកស្ទុះទៀតចាញ់ទៅរ៉ាំហើយបងប្អូនតែមុនយើងទៅរ៉ាំយើងដាក់អស់មកកំប៉ុងពីរកំប៉ុងសិនបានចាញ់ទៅរ៉ាំរួចបងប្អូនប្អូនថ្លៃខ្ញុំនាមជាប្អូនថ្លៃទេតែយកបងពួកខ្ញុំបងប្អូនតែមិនដឹងហៅកាត់មិនទេហៅពូប៉ុន្តែកូនហៅអ៊ំទៅប្តីកាត់បងពួកយើងប៉ុន្តែនាមជាប្អូនថ្លៃទេដល់វគ្គយើងចាប់ផ្ដើមឡើងទៅរំហើយអ្នកកាត់ត្រាកាត់សើចឃើញខ្ញុំកាត់